ពេលបាត់យុវជននោះចៃដន្យបានដុតលុយក្រដាសបន្តិចបន្តួចតើជីតាដែលធំពេញវ័យអាចនៅក្នុងពិភពលោកក្រោមដើម្បីប្រមូលមនុស្សដើម្បីវិលយកយ៉ាងគាត់នឹងដកយាមបង្ហោះភ្លាមនរណាខ្លះចង់ឃើញខ្សែសង្វាក់លុយចៅក្នុងគ្រាដ៏លំបាកដោយសារតែមិនមានភ្លើងឆេះបរិសុទ្ធចំណាស់ត្រូវបានយាមបង្ចាប់បានទាំងរស់បរិសុទ្ធចំណាស់បានហៅចៅប្រុសដោយស្មោះចៅឲ្យនេះជាបញ្ហាធំហើយអ្នកនៅតែមិនអាចទ្រាំបានកម្លាំងភ្លើងគឺជាប្រភពកុំខ្លាចគាត់ខ្ញុំនឹងឲ្យអ្នកផឹកវាដោយខ្លួនឯងចង់បញ្ចប់យ៉ានបូមកម្ដងទៀតកន្លែងនេះខ្ញុំនឹងដុតមនុស្សទាំងអស់នៅកន្លែងនេះខ្ញុំមិនអាចទ្រាំបានទេបានទទួលអាវុធរបស់ចៅប្រុសពីស្ថានសួគ៌បរិសុទ្ធចំណាស់មានការរំភើបភ្លាមនោះក៏បញ្ជាកម្លាំងភ្លើងទៅគ្រប់លើទាហានយ៉ាងវ៉ាងដើម្បីទៅប្រាសាទភ្លើងមេបញ្ជាការទី2យកចៅប្រុសរបស់ខ្ញុំទៅពិភពក្រោមដីកុំឲ្យបរិសុទ្ធចំណាស់ទៅភ្លើងទោះជាយ៉ាងណាក៏ដោយបរិសុទ្ធចំណាស់មិនមានពេលអញ្ជើញចៅប្រុសរបស់គាត់ទេបរិសុទ្ធចំណាស់មានកុំអេតគឺតើអ្នកធ្វើអ្វីខ្ញុំមានអារម្មណ៍ថាខ្ញុំមានតើខ្ញុំអាក្រក់យ៉ាងនេះឬអ្នកមិនគួរបន្តដូច្នេះទេល្អយើងអាចធ្វើបានតែប៉ុណ្ណឹងសូម្បីតែមនុស្សក៏គ្រប់គ្រងខ្ញុំដែររបស់ខ្ញុំមិនអាក្រក់ទេអ្នកកុំខ្ញុំឃើញល្អយកពងបរិសុទ្ធចំណាស់នេះលឿនណាស់គាត់នឹងផ្ដល់ឲ្យអ្នកនៅការទប់ស្កាត់របស់ខ្ញុំមានរសជាតិឆ្ងាញ់ដោយសារតែនោះអ្នកតូចដូច្នេះកុំខកខានរ៉ាមួយវាមិនពិបាកទេពេលឃើញចៅប្រុសចំនួនទី2ទាត់ចោលគាត់ក៏ប្រាប់ចៅប្រុសថាមិនសមមានសង្សារទេជីតាអរគុណដែលបានមករៀននៅមហាវិទ្យាល័យជាមួយខ្ញុំ3ឆ្នាំខ្ញុំសប្បាយចិត្តណាស់ឥឡូវនេះខ្ញុំមិនសមនឹងខ្លួនឯងទៀតទេខ្ញុំជាស្ត្រីរឹងមាំក្រោយពីយុវជនរូបនេះបានឬដូច្នេះគាត់ចង់តាំងនឹងគាត់ស្ទើរតែបញ្ជូនយុវជននោះទៅជួបជីតារបស់គាត់បន្ទាប់មកចំនួនទី2បានយកមិត្តស្រីរបស់យុវជននោះទៅយ៉ាងដែលស្លាប់ពាក់កណ្ដាលខ្លួនដេកលើដីនៅពេលដែលចំនួនទី2ចាក់ចេញជីតាក៏យឺតពេកជារភ្លើងអាហ្នឹងតើខ្ញុំមិនអាចតាក់ទងចៅប្រុសរបស់ខ្ញុំដោយរបៀបណាគាត់ស្ទើរតែទៅរកខ្ញុំបើចៅខ្ញុំបាត់ទៅខ្ញុំនឹងវាគាត់ឲ្យស្លាប់តើអ្នកណានឹងធ្វើវាអ្នកណាហ៊ានប៉ះចៅប្រុសខ្ញុំនឹងធ្វើវាដោយខ្លួនឯងជីតាបានយកចៅប្រុសទៅខាងក្រោមដើម្បីសង្គ្រោះគាត់ប៉ុន្តែប្រលឹងចៅរបស់គាត់ត្រូវបានស្ដេចយ៉ានលួចទៅពេលជីតាដែលដឹងការពិតខឹងក៏ចេញមកគាត់បានព្យាយាមលួចបុគ្គលនោះពីស្ដេចយ៉ានហើយបានជួយសង្គ្រោះចៅប្រុសរបស់គាត់តើអ្នកហ៊ានរៀបការជាមួយខ្ញុំទេខ្ញុំនឹងសម្លាប់អ្នកនឹងស្លាប់ខ្ញុំនឹងសម្លាប់អ្នកគឺជាឆ្កេងញីអ្នកគឺជាឆ្កេងញីអ្នកគឺជាឆ្កេងញីហ៊ានប៉ះចៅប្រុសខ្ញុំទេហ៊ានប៉ះចៅប្រុសខ្ញុំទេប៉ុន្តែខ្ញុំស្បត់ថាខ្ញុំនឹងសម្លាប់គាត់ជាមិនខានខ្ញុំស្បត់ថានឹងសម្លាប់គាត់ជាប្រាកដយុវជនដែលភ្ញាក់ពីដំណេកក្រឡេកមើលព្រះចៅអធិរាជហើយគិតថាគាត់បានស្លាប់ការក្រឡេកមើលជីតានៅពីមុខគាត់បង្ហាញពីកំណត់របស់គាត់ប៉ុន្តែជីតាប្រាប់យុវជនថាដរាបណាគាត់នៅទីនោះគ្មាននរណាម្នាក់នឹងយកគាត់ទេគាត់បានសុំឲ្យគាត់ត្រឡប់ទៅពិភពមនុស្សវិញហើយយកឈ្មោះរបស់គាត់ប៉ុន្តែឈៀវហ៊ូបានប្រាប់លោកតាថាប្រាក់ខែរបស់គាត់ចំនួន3000យន់មិនគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការចំណាយរបស់គាត់ហើយបានឲ្យទ្រព្យសម្បត្តិពីដែលខ្លួនបានលួចនៅក្រោមដីបរិសុទ្ធដែលបានទទួលអំណោយនោះបានត្រៀមខ្លួនត្រឡប់ទៅពិភពរមែងស្លាប់ភ្លាមដើម្បីបន្តដឹកគាត់បានឃើញស្រីស្អាតម្នាក់ឈរក្បែរគាត់លីនជីអាយុ25ឆ្នាំទើបតែរៀនចប់វិទ្យាល័យហើយឥឡូវចូលបម្រើយោធាគ្រាន់តែជាក្មេងស្រីតូចប៉ុណ្ណោះអ្នកបានសួរថាទើបតែរៀនចប់ហើយបន្ទាប់មកអ្នកត្រូវបានគេបោះចូលក្នុងទឹកហើយបន្ទាប់មកអ្នកត្រូវបានចាប់អ្នកគឺជាចៅវាយវ័យក្មេងនៃគ្រួសារឈៀវគឺឈៀវហ្វែនមនុស្សម្នាក់នេះអ្នកមិនអាចទ្រាំទ្របានទេតើអ្នកជានរណាស៊ូជាខ្ញុំគឺស៊ូឈៀវស៊ូជានេះជាចៅប្រុសនៃគ្រួសារស៊ូដែលជីតានិយាយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអំណោយនៅពេលនេះនារីដ៏ស្រស់ស្អាតបានយកកាតធនាគារចំនួន5លានយន់ហើយឲ្យឈៀវហ៊ូចាក់ចេញពីជាងនៅនាទីបន្ទាប់ឈៀវហ៊ូបានយកកាតរបស់នារីដ៏ស្រស់ស្អាតហើយប្រាប់ស្ត្រីដ៏ស្រស់ស្អាតថាគាត់អាចជួយជីតារបស់គាត់បានហើយប្រាប់ស្រីស្អាតថានឹងទៅលេងមាត់ទ្វារក្រោយ3ថ្ងៃបន្ទាប់ពីភាពស្រស់ស្អាតចាក់ចេញឈៀវហ៊ូបានតាក់ទងជីតារបស់គាត់ខ្ញុំនឹងទៅលេងទឹកជាមួយលុយរបស់ខ្ញុំអ្នកមិនអាចយកកាតបានទេចៅប្រុសកុំបារម្ភដរាបណាអ្នកអាចបណ្ដុះស្មារតីរបស់អ្នកខ្ញុំអាចផ្ញើប្រលឹងរបស់ស៊ូជិនខៀនទៅអ្នកខ្ញុំសន្យាថានឹងឲ្យអ្នកអប់មុខចៅឲ្យអ្នកអប់ខ្ញុំហើយអ្នកក៏អប់ខ្ញុំកុំយកកាំភ្លើងមកខ្ញុំនឹងទាញអ្នកឡើងឥឡូវនេះខ្ញុំកំពុងមក error 500 server error 1500មិនដាច់គាត់លើ error please try again later all we know អ្នកបានរងចាំគាត់ខ្ញុំនឹងធ្វើវាដោយខ្លួនឯង KO Shelfen អ្នកគ្រប់គ្រាន់ហើយលេងនិយាយគឺជាអំណោយដែលជីតាខ្ញុំបញ្ជាប្រសិនបើអ្នកត្រូវបានប៉ះខ្ញុំនឹងមិនអត់ទោសឲ្យអ្នកជាវខោដរាបណាអ្នករៀបការជាមួយខ្ញុំនឹងសូមឲ្យ Shen យាយនៃគ្រួសារជាបុកដល់អំណោយដល់អ្នកកុំយកឈ្មោះខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងឃើញសម្បត្តិរបស់ស្ត្រីចំណាស់ស៊ូវាមិនដូចសម្បត្តិរបស់ម្ដាយទេគួរប្រញាប់ឡើងហើយសន្យាកុំគិតនេះ300របស់ស្ត្រីចំណាស់ស៊ូនាងបានសង្គ្រោះខ្ញុំពីគ្រួសារយវោសម្រាប់ព្រះម្ចាស់នៃស្ថានសួគ៌នេះតែលើយាយនៃគ្រួសារយវោទេដែលអាចជួយសង្គ្រោះស្ត្រីចំណាស់ស៊ូតើអ្នកជានរណាពិតប្រាកដគ្រួសារយវោបានស្លាប់ហើយខ្ញុំបានទៅគ្រួសារដើម្បីជួយសង្គ្រោះខ្ញុំអ្នកអាចសង្គ្រោះខ្ញុំជាបុរសមកធំអីចឹងនៅពេលអ្នកជួបគ្រួសារតើអ្នកអាចទាញយកអ្វីពីគ្រួសារមែនលីនជីតាខ្ញុំបែកក្បាលទេអ្វីយកវាមកវិញពីគ្រួសារមែនអ្នកកំ pl ែងណាស់លេងយាយខ្ញុំគិតថាអ្នកគឺជាបុរសចំណាស់នៃគ្រួសារស៊ូរបស់ខ្ញុំឥឡូវនេះវាហាក់ដូចជានេះជាបំណងប្រាថ្នាជីវិតរបស់ខ្ញុំKO Shelfenខ្ញុំសន្យានឹងអ្នកដរាបណាអ្នកអាចដាក់ឈ្មោះជីតារបស់ខ្ញុំនឹងរៀបការជាមួយគាត់បងស្រីស៊ូនងខ្ញុំអាចជួយអ្នកបានតែក្រោយពេលខ្ញុំស្លាប់លេងយាយគ្រប់គ្រាន់ហើយតើអ្នកគិតថាខ្ញុំស៊ូជាឈូគឺជាមនុស្សល្ងងមែនទេអ្នកឆ្លាតណាស់អ្នកទៅគ្រាន់តែគិតថាយើងជាមិត្តឆៅហ្វេងធ្វើវាជាវឈោអ្នកគួរតែធ្វើបែបនេះអ៊ីឆេមានរឿងអីស្បែកជើងពណ៌គឺជាគែមនៃសៀវភៅមាន13ពិន្ទុនៃឈាមរាងកាយគឺជាស្នូលនៃរាងកាយបញ្ញាគឺជាប្រលឹងវាមិនមែនជាការកុហកទេជីរ៉េងគ្រប់គ្រាន់ហើយតើលោកអ្នកអាចមើលលោកតាស៊ូបានល្អទេជីតាតើអ្នកបានធ្វើអ្វីខ្លះចំពោះជីតារបស់ខ្ញុំហើយអ្វីបានជាគាត់អាកំបាំងទេវាមិនអាចទៅរួចទេខ្ញុំចែកផ្លូវពីទីនេះ Harry សូមផ្សេងទៀតអ្នកដែលមិនត្រូវដកសិទ្ធចំណុចរបស់អ្នកគឺការជួយសង្គ្រោះយ៉ាកញ្ចប់សៀវភៅរបស់ជីតាគឺជាស្វាក្បាល3អន្ត្រីមានសរសៃ4និងបេះដូង1វាការចេញពីជើងទាំង4ដោយធម្មជាតិត្រូវហើយ
យ៉ាងញ៉ាំអ្នកបាននិយាយថាអ្នកនឹងប្លន់បរិសម្នាក់ពីឈ្មោះអ្នកបានសង្កូជីតារបស់ខ្ញុំមែនទេខុសគុំចាញ់បោករឿងនោះអីមានវិធីពីរយ៉ាងក្នុងការរស់នៅប្លន់យកឈ្មោះបរិសម្នាក់ចង់ស្លាប់អ្នកគ្រាន់តែរៀបការជាមួយខ្ញុំនឹងការពារគ្រួសារជនរបស់អ្នកក្បាល3មិននៅទីនេះទេព្រះនៅទីនេះកញ្ញាឈឺអ្នកគួរតែរៀបចំប្រពន្ធទី2ជាមុនអ្នកទុកឲ្យបរិសចំណាស់ចូលមកវាជាការធូរស្បើយអ្នកអាចជួយសង្គ្រោះស្ត្រីចំណាស់ខ្ញុំអាចជួយសង្គ្រោះគាត់បានអ្នកមិនអាចទទួលបានព្រលឹងទេខ្ញុំអាចធ្វើបានបើចង់សង្គ្រោះតាចាស់ស្ដាប់ខ្ញុំចុះរៀបចំកាំភ្លើងទឹកព្រះគោដមដ៏មានព្រះជន្ម100វស្សាសូមទ្រង់ស្ដាប់ខ្ញុំព្រះករុណាជាម្ចាស់ជីវិតលើត្បូង500ឆ្នាំអេងយូឆេងសៀអ្នកគឺជាអធិរាជចូលប្រាសាទព្រះចៅអធិរាជប្រាសាទព្រះចៅអធិរាជអាយុ100ឆ្នាំអូខ្ញុំមិនអាចធ្វើបានជាលើកទី3ទេពេលនេះខ្ញុំមិនអាចរវល់បានទេអធិរាជដ៏ឆ្លាតវៃរបស់អធិរាជអាយុ1000ឆ្នាំមានអធិរាជកញ្ញា100លានអធិរាជរបស់ខ្ញុំព្រះអង្គមានព្រះនាមថាព្រះបរមរតនកត500ឆ្នាំអ្នកមិនអាចវាយើងបានទេយើងនឹងត្រូវបានសង្គ្រោះព្រះអាយ៉ានតើអ្នកមិនមែនជាមនុស្សកំសាកទេតើខ្ញុំគួរធ្វើអ្វីឥឡូវនេះយ៉ានអ្នកកំសាកកុំបារម្ភអ្នកត្រូវដល់ឲ្យខ្ញុំនៅមាស100,000ទៀតសូមព្រះចៅអធិរាជដ៏ឆ្លៀសវៃចូលមកតើគាត់អាចធ្វើអ្វីទៀតភ្លើងព្រួយបេះដូងក្រហមលទាំងអស់មករកខ្ញុំសូមព្រះចៅអធិរាជដ៏មានប្រាជ្ញាឆ្លៀសវៃប្រយុទ្ធដោយអស់ពីខ្ញុំគួរធ្វើអ្វីយ៉ានធ្វើអីព្រះចៅអធិរាជដ៏ឆ្លៀសវៃនៃអ្នកសង្ស័យរូបជីវិតឆ្នាំបាននិយាយខ្ញុំដោយសម្រាប់ជីវិតខ្ញុំប៉ុន្មានខ្ញុំនឹងបងប្រាក់ឲ្យអ្នកកញ្ញាស៊ូខ្ញុំមិនចង់បានលុយទេខ្ញុំចង់បានតែ100,000លានខ្ញុំចង់ឲ្យអ្នករៀបចំ100កតដូចវាជាជីវិតរបស់ខ្ញុំជីវិតរបស់អ្នកអ្នកមិនចង់បានលុយទេខ្ញុំបាននិយាយខ្ញុំមកពីគ្រួសារមិញតើការប្រើប្រាស់លុយជាអ្វីដោយវិធីនេះសូមមើលអ្វីដែលនៅខាងទៀតកម្មជ្រួចក្របបែកលើផ្ញើទៅលុយនេះខ្ញុំនឹងយកវាក្របកំភ្លើងក្របបែកខ្ញុំនឹងយកវាបើចង់សង្គ្រោះជីវិតអ្នកត្រូវយកវាទៅខ្ញុំនឹងយកវា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 ស្វែងរកផ្ទះរបស់មេខ្ញុំចង់បាន100,000លាននិងឧបករណ៍បាញ់គ្រាប់រ៉ុកែតសូមផ្ញើអាសយដ្ឋានដែលខ្ញុំបានផ្ញើមកអ្នកដុតវាឈប់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 គាត់នឹងមើលទៅប្រសើរជាងមុនគាត់នឹងមើលទៅប្រសើរជាងមុននៅឡើយឈួតខ្ញុំនឹងបំបែកគ្រួសាររបស់អ្នកខ្ញុំក៏នឹងវាពួកគេដែរខ្ញុំក៏នឹងវាអ្នកដែរអ្នកដឹងរួចហើយខ្ញុំមិនដឹងទេខ្ញុំមិនអាចធ្វើវាបានទេខ្ញុំមានគំនិតល្អណាស់ជីតាអ្នកទើបតែទទួលបានខ្ញុំបើខ្ញុំយឺតថ្ងៃនេះខ្ញុំនឹងមកជួបអ្នកល្ងងជីតាតើអ្នកចង់បានអ្នកណាថ្ងៃនេះខ្ញុំមានរឿងល្អសម្រាប់អ្នកខ្ញុំចង់ផ្ដល់ឲ្យអ្នកនេះគឺជាកាក់9ជុំប្រសិនបើអ្នកញ៉ាំវាអ្នកអាចកម្ចាត់សំណាងអាក្រក់របស់អ្នកនោះហើយជាអ្វីដែលស្វាបានស៊ីតើអ្នកកំពុងញ៉ាំវាទេខ្ញុំចង់សាកល្បងខ្ញុំចង់សាកល្បងតើអ្នកកំពុងញ៉ាំវាទេនោះជាសិទ្ធចៅប្រុសរបស់ខ្ញុំមានចិត្តសប្បុរសណាស់ថ្ងៃនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅកិច្ចព្រមព្រៀងដ៏ល្អខ្ញុំមានកម្ម8ជុំខ្ញុំមានសេះនិងសេះថ្ងៃស្អែកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅកិច្ចព្រមព្រៀងដ៏ល្អខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅកិច្ចព្រមព្រៀងដ៏ល្អមួយកុំបារម្ភខុសពេលវេលាមកដល់ខ្ញុំនឹងផ្ដល់ជូនអ្នកនៅកិច្ចព្រមព្រៀងដ៏ល្អជីតាអ្នកមិនចាំបាច់ធ្វើដូច្នេះទេនិយាយអញ្ចឹងវាជាវេនរបស់អ្នកជាយអ្នកត្រូវរៀបចំជូននេះខ្ញុំឃើញថាអ្នកមិនមានអារម្មណ៍ចង់និយាយលេងសើចទេខ្ញុំនឹងនិយាយលេងសើចដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកំហុសធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកំហុសថ្ងៃនេះឯងនឹងរក្សាឈ្មោះចាស់ស៊ូខ្ញុំចង់ឲ្យអ្នកមើលទៅល្អជាយអ្នកពិតជាដឹងពីរបៀបធ្វើឲ្យមនុស្សយំព្រះចៅអធិរាជខាងកើតនិងខាងលិចយិនធីនស៊ីគឺជាស្ដេចនៃពិភពលោកសប្តាហ៍ថ្ងៃនេះស្ដេចនៃពិភពលោកយិនធីនស៊ីជាមួយអ្នកខ្ញុំចង់បង្កើតចៅប្រុសជោគជ័យជាជាងគ្រោះថ្នាក់